សូមជម្រាបសួរដល់សិស្សគណៈនិងលោកគ្រូអ្នកគ្រូដែលចូលចិត្តស្រាវជ្រាវវិទ្យាហោរាសាស្ត្រឥឡូវនេះខ្ញុំបានលើកយកប្រវត្តិកាយព្រះអាទិត្យមកជម្រាបជូនថាប្រវត្តិកាយព្រះអាទិត្យដែលខ្ញុំបានធ្វើលើកមុននោះវាមានការខ្វះខាតត្រង់ចំណុចមួយចំនួនឥឡូវនេះខ្ញុំបានធ្វើថ្មីហើយកែតម្រូវពីអាចារ្យឥឡូវយើងធ្វើថ្មីឥឡូវកុំឲ្យវែងឆ្ងាយយូរឥឡូវយើងចាប់ដើមផ្កាយអាទិត្យតាមដំណើរហោរាសាស្ត្រពោលថាព្រះសិវៈឬព្រះឥសូរសូត្រមុនវេទឲ្យរាជសី6ឲ្យទៅជាម្សៅធូលីរួចហើយក្របដោយក្រណាត់ក្រហមហើយប្រោះព្រំដោយទឹកអមฤតប្រសិទ្ធធីមុនវេទកើតបានជាអង្គទេវរាជដែលមានកាយសម្បុរពណ៌ក្រហមនិងមានវិមានពណ៌ក្រហមរស្មីចែងចាំងត្រង់គង់លើរាជរថដែលមានរាជសីជាពាហនៈព្រះអាទិត្យស្បែកត្រង់ភ្លឺចែងចាំងរស្មីផ្ទៃមុខពណ៌ត្បូងទន្ទឹមតបតែងកាយដោយអាវផាយទេវៈក្រហមជាដួងកែវមณีក្រហមជាធាតុភ្លើងរុងរឿងដ៏មានកម្លាំងដ៏មានកម្ដៅខ្លាំងក្រៃលែងហួសប្រមាណដែលមានកំណើតកើតមកពីទិសខាងត្បូងហើយគោចរបានរយៈ6ទិសហើយត្រង់ទិសនោះដែលមានកម្លាំង6ហើយទិសដែលត្រង់គង់នោះគឺទិសជាប្រភពធាតុភ្លើងដែលមានលក្ខណៈដូចជាភ្លើងដែលបោកបក់យ៉ាងខ្លាំងស្ថិតនៅទិសខាងកើតឈៀងខាងជើងគឺទិសឦសានជាទិសរបស់ព្រះអាទិត្យជាទិសរបស់ព្រះអាទិត្យជាធំតាមដំណើររឿងថាក្នុងគ្រាមួយនោះព្រះប្រហ័សកើតជាទិសាបមោកព្រះអាទិត្យកើតជាមាណពបានទៅរៀនសិលសាស្ត្រក្នុងសមណៈព្រះប្រហ័សអាចារ្យក៏លើកនាងច័ន្ទឲ្យជាភរិយាព្រះអាទិត្យត្រេកអរហើយក៏យកនាងច័ន្ទទៅទុកក្នុងដង្ឡាប់មាសរួចចូលទៅក្នុងព្រៃរកបេះផ្លែឈើព្រះអង្គាកើតជាពិតព្យាធរបានចូលរួមរស់ជាមួយនឹងនាងច័ន្ទក្នុងដង្ឡាប់ព្រះប្រហ័សដឹងហេតុការណ៍នោះជាដរាបមកហើយលុះព្រះអាទិត្យត្រឡប់មកពីព្រៃចូលទៅរកព្រះប្រហ័សឃើញថ្មាត់ស្លាដាក់ជា3កន្លែងហើយក៏សួរថាសពថ្ងៃព្រះអាចារ្យធ្លាប់ដាក់ត្រឹមតែ2ថ្មាត់ថ្ងៃនេះមិនដេចក៏ដាក់ទៅដល់3ព្រះប្រហ័សតបថាបើអ្នកណាចង់ដឹងការជាក់ច្បាស់ចូលទៅបើកក្របដង្ឡាប់មាសមើលទៅព្រះអាទិត្យក៏បើកមើលឃើញព្រះអង្គាក៏លើកប្រខាន់ឡើងនឹងកាប់ពិតព្យាធរក៏ស្ទុះហោះឡើងទៅលើអាកាសហើយត្រឡប់យកប្រខាន់សាប់ចិញ្ច្រាំសីស័ករបស់ព្រះអាទិត្យបែកព្រះអាទិត្យក៏ចាប់ចាក់ចោលទៅត្រូវពិតព្យាធរដាច់ជើងក្នុងការជន់មុនព្រះអាទិត្យកើតជាពាណូព្រះអង្គាកើតជាព្រានមានថ្ងៃមួយព្រានបាត់គោព្រានក៏ត្រាច់ដើរតាមរកគោស្រាប់តែឃើញពាណូនៅលើប្រគៀបឈើក៏រើសដុំដីចោលទៅត្រូវក្បាលពាណូបែកតម្រាព្យាករពោលថាការដែលព្រះអាទិត្យសាងដោយរាជសីនោះទើបធ្វើឲ្យមាននិស័យតំណងរាជសីតាមដែលពោលរៀងមកថាជាសត្វមាននិស័យស្រឡាញ់យុះស្រឡាញ់ស្អាតហើយជាសត្វហឺហាមានមីនះប្រកាន់ខ្លួនបញ្ញារហ័សចិត្តដាច់ណាត់ត្រូវការស្រឡាញ់ភឿនភ័ក្រហ៊ានបង់ច្រើនកំព្រាត្រូវការជាអិសរៈមិនតាមអ្នកណាព្រះអាទិត្យជាកូនប្រសារព្រះប្រហ័សនិងជាស្វាមីនឹងច័ន្ទជាសត្រូវនឹងអង្គាជាសហាយនឹងនាងច័ន្ទក៏សង្កេតដែលពោលដល់និស័យដូច្នេះក៏ព្រោះហេតុភ្លើងជាគោលមានពណ៌ក្រហមក៏ជាពណ៌របស់ភ្លើងនេះឯងគេជាអាចារ្យពោលថាដួងផ្កាយអាទិត្យជាផ្កាយសំខាន់គួរប្រៀបប្រហែលជាព្រះរាជាផ្កាយដតីប្រៀបដូចបរិវារដោយបរិវារទាំងអស់នោះត្រូវបានអំណាចពីព្រះអាទិត្យជាមុនសិនទើបមានអំណាចនិមិត្តនៃចក្រវាឡផ្កាយព្រះអាទិត្យជាផ្កាយបាបព្រះគ្រោះការប្រើពណ៌សម្លៀកបំពាក់តែងតួបតុមរាគៈថ្ងៃរវិហ្នឹងប្រើថាអាទិត្យសុបសង្រតមណីវរឆាយារស្មីស្រស់រះស្រឡះឆវិថ្លាស្អាតសមសោភាភាពបណ្ណាពណ៌ក្រហមសន្តានធាតពណ៌ប៉ុននារីព្រាយព្រាតព្រមអលង្ការរៀបម៉ងគ្មានឆ្កងមានទឹកដមពណ៌កនិកាថ្លាទាំងព្រមរវិចោមឆវីចែងសែងសូរិយេ
ចាប់ផ្កាយអាទិត្យ